ទៅរកបាត់អូបាត់បាត់អូគឺទៅមានបាត់ចៃក៏ស្អាតស្លាញទីសាទីហ៎យកបាទជាចាត់កសែប្រចាំជាមួយអត្តាទេយកប្រយោជន៍នេះទៅចេញឲ្យតាមតាមនេះបានអាយុវែងហើយច្រើនមានជ័យជំនះឆ្នាំនេះទៅទៅជំនះជាមួយលងទៅត្រូវប្រាស្ជាមួយលីទៅទៅណាលីទៅទៅនៅខ្លាំងទៅជំនះនៅយ៉ាងក៏ទៅគឺតែគឺទេតារកទេតាដែលសិទ្ធិជាជាចលនតាមអូសេរីជាភាសាព្រៃក្នុងចំនួនអាណាក៏គឺគុណមកថាទៅតាមមុខការសម្ដានចឹងគឺមកថតស្អីបានទៅក្នុងរំតាមនេះវិញហើយច្រើនមានជ័យជំនះឆ្នាំនេះទៅយ៉ាងទៅគឺយកទៅ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 តាគឺអាយុយ៉ាងណាក៏ប្រាក់ទៅ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 មកណាគឺអាយុហ្នឹងឥឡូវនេះយើងនៅក្នុងខេត្តកំពង់ធំនៅស្រុកសំដានគឺយើងនៅក្នុងតំបន់ព្រៃឡង់បែកខាងលិចនៃព្រៃឡង់គឺជាព្រៃដែលមានទំហំធំធេងយ៉ាងខ្លាំងគឺគ្របដណ្ដប់នៅលើខេត្តគឺខេត្តកំពង់ធំផងខេត្តព្រះវិហារផងខេត្តក្រចេះផងខេត្តស្ទឹងត្រែងផងតែតំបន់ពិសេសនេះប្រៀបធៀបដូចជាអាណានិគមនិយមយួនពីព្រោះក្រុមហ៊ុនយួនមួយឈ្មោះ CRCK គឺបានទទួលសម្បទានពីរដ្ឋាភិបាលលោកហ៊ុនសែនសម្បទានដីធ្លីរាប់ម៉ឺនហិកតាគឺគេកាប់បំផ្លាញព្រៃឈើស្ទើរតែខ្ទេចខ្ទីអស់ហើយគេអះអាងថាគេដាំកៅស៊ូប៉ុន្តែការជាក់ស្ដែងគឺមានការបំផ្លាញយ៉ាងច្រើនហើយជាពិសេសធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីរបស់គាត់ខូចខាតបាត់បង់ព្រៃឈើទ្រព្យសម្បត្តិធម្មជាតិប៉ុន្តែយើងបារម្ភបញ្ហានយោបាយគឺស្រុកខ្មែរឥឡូវនេះតំបន់ដ៏ធំធេងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសហើយនេះជាផែនការរបស់ប្រទេសវៀតណាមលេបទឹកដីប្រទេសកម្ពុជាលោកហ៊ុនសែនគឺបានផ្ដល់សម្បទានច្រើនកន្លែងណាឲ្យក្រុមហ៊ុនយួនមួយចំនួនគេគ្រប់គ្រងទឹកដីប្រទេសកម្ពុជានៅតំបន់នេះដូចនៅតំបន់ផ្សេងទៀតដែលគេទទួលបានសម្បទានដូចជាទឹកដីរបស់គេហើយក្រុមហ៊ុនយួនមួយមានឈ្មោះថាតាំងវៀននោះគឺថាព្រំដែនថ្មីថាគេបង្ខិតជាក់ស្ដែងគេបង្ខិតព្រំដែនគេមកដល់ខេត្តកំពង់ធំហើយព្រោះយើងនិយាយពីវិស័យសេដ្ឋកិច្ចអាចជាវិស័យនយោបាយអាចជាវិស័យយោធាគឺឥទ្ធិពលរបស់យួនគឺកាន់តែរីករាលដាលមកដល់កណ្ដាលប្រទេសយើងមកដល់ខេត្តកំពង់ធំដូច្នេះសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់យល់ឲ្យច្បាស់ថាយើងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំគឺយួនចូលមកហើយចូលតាមគ្រប់រូបភាពមិនមែនគ្រាន់តែបង្ខិតព្រំដែនតាមដងព្រំប្រទល់ដែនបង្ខិតបង្គោលទេគឺគេចូលមកជ្រៅណាស់តាមរូបភាពសេដ្ឋកិច្ចរូបភាពសម្បទានដីធ្លីសម្បទាននៅព្រៃឈើនេះគឺគេវាទី ចូលមកដល់កណ្ដាលប្រទេសយើងចូលមកដល់បេះដូងប្រទេសកម្ពុជាហើយ បងប្អូនយើងអ្នកនៅស្រុកនេះណាចាសនំពើចង់ឲ្យពួកខ្ញុំទៅមកលើកមុនខ្ញុំមើលរងបាននេះជួយឈ្មោះហ្នឹងបាទដល់ពេលគេយកឈ្មោះអស់ទៅគេសងខ្ញុំបានអីបានដីវិញឬសងលុយវិញឬក៏យ៉ាងម៉េចសុំពេលនេះគេហៅថាគេណាអូដឹងនេះតែមួយថាឲ្យឈូសដីឲ្យឈូសណាចិនតាវិញដូរណាចា
và lúc kia miền anh chị chẳng sao hay phun khung ở nhà thớ và mày đá còn chui đá còn nó đeo tiền rồi một phần mà mà này ôi một thay mưa đó lấy cho tiền bảo tiền gì mùi gì cái mẹ dù nó lấy một mặt trong bánh vào tiền